ពីក្នុងតែហើយថាអង្គគ្រូសែនចន្ទធីនោះណាជាបញ្ញវន្តសំពុទ្ធសាសនាយើងហើយលោកបកាយច្រើនយ៉ាងញាតិញោមមួយចំនួនដែលមិនធ្លាប់បានឃើញស្នាដៃលោកហើយចាំតែលោកចេះអីក៏លោកបកាយខាងភាសាបាលីមួយហើយទី2បកាយខាងធម៌ហើយទី3លោកបកាយអង់គ្លេសហើយដើម្បីជាកតញ្ញូនៅពេលដែលឪពុកម្ដាយរបស់យើងឬក៏ញាតិមិត្តរបស់យើងបានចែកឋានទៅនោះកតបកិច្ចចុងក្រោយគឺមានតែឧទ្ទិសតេណាទាននឹងទេព្រោះតួនាទីរបស់កូនចៅប្រុសស្រីយើងទាំង5 4គឺយើងធ្វើនៅពេលដែលគាត់មានជីវិតនៅទី1ចុងក្រោយគឺទី5ហ្នឹងគឺពេលដែលគាត់ស្លាប់ទៅមេត្តាបិតាហ្នឹងកាលកតាហ្នឹងតេខេណាអនុបតិសតិកូនចៅប្រុសស្រីនៅពេលដែលអ្នកមានគុណចែកឋានទៅគឺកតបកិច្ចចុងក្រោយគឺធ្វើតេខេណាទានទៅដល់គាត់អ្វីទៅជាតេខេណាទានតេខេណាទានហ្នឹងបានន័យថាការឲ្យដោយត្រឹមត្រូវការឲ្យដោយត្រូវផ្លូវតែបាលីថាតេខេណាហ្នឹងបានតែត្រឹមត្រូវគេត្រឹមត្រូវយ៉ាងម៉េចគឺត្រឹមត្រូវទៅតាមក្បួនទៅតាមអ្វីដែលអាចនាំនៅទេយទានអាចនាំនៅផលកុសលផលបុណ្យហ្នឹងដល់គាត់បានក្នុងពុទ្ធសាសនាព្រះអង្គសម្ដែងហេតុ3ទី1គឺយើងមានទេយទានមានចង្ហាន់បិណ្ឌបាតឬក៏អ្វីផ្សេងប្រគេនដល់ព្រះសង្ឃឬក៏ជូនអ្នកមានសិលទី2គឺយើងឧទ្ទិសចំណែកបុណ្យហ្នឹងព្រោះយើងមានបុណ្យហើយធ្វើបុណ្យចំពោះព្រះសង្ឃហើយយើងបានបុណ្យហ្នឹងអញ្ចឹងបុណ្យហ្នឹងឧទ្ទិសដល់អ្នកដែលចែកឋានទៅទី3គឺពួកគាត់បានដឹងទទួលត្រីចោលអនុមោទនានឹងមិនខុសអ្វីអំពីញាតិញោមផ្ញើប្រាក់ទៅស្រុកខ្មែរទេតើញោមមានប្រាក់បានយកទៅ Western ដាក់ Western ទៅបានកូននោះបានយើងផ្ញើកូនហ្នឹងទៅស្រុកខ្មែរហើយបានអ្នកស្រុកខ្មែរទៅដកយកមកបានដូចគ្នាធ្វើទានអ្នកវិទ្យាសាស្ត្រគេយកទ្រឹស្ដី3នឹងឯងដែលបង្កើត Western Union បង្កើត Manigram បង្កើតស្អីហ្នឹងគឺគេយកទ្រឹស្ដីរបស់ពុទ្ធហ្នឹងឯងដោយសារព្រះអង្គអាចបញ្ជូនរបស់ពីឆ្ងាយទៅពីចិត្តទៅឆ្ងាយបានហើយមិនបាច់ចាំបញ្ជូនពីដើមយើងថាគាត់ចង់ឲ្យគាត់មានឡានគាត់ផ្ញើឡានទៅដល់ថ្ងៃយើងបាច់ផ្ញើឡានទៅផ្ញើទៅលុយទៅគេទិញឡានបានដែរអញ្ចឹងណាអញ្ចឹងក្នុងពុទ្ធសាសនាដូចគ្នាយើងអត់ចាំបាច់ផ្ញើបាយទៅទេបាយហ្នឹងយកទៅបំលែងទៅជាវត្ថុល្អិតទៅផ្ញើបន់ទៅអញ្ចឹងបន់ហ្នឹងសម្រាប់ដល់ពពុញាតរបស់យើងហ្នឹងគឺជាចំណុចត្រូវអញ្ចឹងតេខេណាហ្នឹងបានតែធ្វើឲ្យត្រឹមត្រូវតែធ្វើពីពេលណាកាលកតាហ្នឹងគឺចាប់ពីថ្ងៃដែលគាត់ចែកឋានទៅនឹងក៏ដោយក្នុងគម្ពីរធម្មសមូហៈលោកថាកតិបាហៈ 2-3 ថ្ងៃក្រោយក៏ដោយបើក្រោយមកទៀត7 ថ្ងៃហើយក៏បានឬក៏100 ថ្ងៃឬក៏ថ្ងៃបន្តចឹងទៅហើយយើងអាចធ្វើបានគ្រប់ពេលទាំងអស់ហ្នឹងគឺចំណុចនៃតេខេណាទានអញ្ចឹងថ្ងៃនេះបានប្រសងជាពិសេសលោកគ្រូបឋមកតិកាចារល្បីខេត្តបាត់ដំបងផងស្រុកខ្មែរផងសម័យគង់នៅវត្តវិឡូវត្តខេមរៈពុទ្ធការាមព្រះមហាចារ្យសំសរោញាតិញោមសិស្សស្គាល់ហើយព្រោះនៅក្នុងប្រព័ន្ធនេះមក3ខែញាតិញោមស្គាល់អស់ហើយល្បីមែនថ្ងៃនេះបានជួបគុណចាស់បាននិមន្តចូលរួមក្នុងកម្មវិធីថ្ងៃនេះហើយក៏ធ្លាប់ស្គាល់គ្នាយូរហើយថ្ងៃតាំងពីពអកបង្កើតដំបូងឆ្នាំ2012មកម្លេះហើយលោកចាស់ព្រះសទ្ធវង្សាចារ្យខៀវនលិនជាអនុប្រធានវត្តខ្មែររិសនាហើយជាលេខាធិការក្នុងវត្តមហាមន្ត្រីនៅរាជាណាចក្រកម្ពុជាហើយនឹងលោកតាឈើនៅវត្តពីឡូផងដែរដូច្នេះនិមន្តប្រសង់ចម្រើនព្រះបរិបទឲ្យសង្ខេបញាតិញោមស្ដាប់ដោយយកចិត្តទុកដាក់មុននឹងប្រទានដល់ប្រសង់ក៏សូមអនុមោទនា